យ៉ាងហើយល្មិចនេះចេញមកមានជាការផ្អៀងផ្អងប្រកែកកិនដូចចាប់អត់ឆ្នេរចង់ខានឃើញខ្លួនឯងសក់ត្រង់យូររៀងផ្លែយេផ្អៀងផ្អងកវីលិចកវីកើតអត់ឈប់សោះចំដាច់ក្បាលហើយនិយាយមែនណាតរំតបានសក់ប៉ុណ្ណឹងហើយនិយាយពីថាតស៊ូណាស់ពីអ្នកជាងណាត់ជាងមិនដឹងថាប្រហែលខែមកហើយទេតម្រាំតបានទៅអ៊ុតហ្នឹងហើយអ៊ុតហ្នឹងក៏អត់បានអ៊ុតពេលថ្ងៃដែរអ៊ុតពេលយប់ទៀតបងប្អូនណានិយាយពីថាជូរចត់ខ្លាំងមែនតើមានជាការរត់ទៅរត់មកដោយទូលខោអញ្ចឹងកូនបើរបស់ខ្ញុំកេងម្ដងហើយមុនខ្ញុំទៅកន្លែងសាឡនហ្នឹងប៉ុន្តែដល់ពេលស្រាប់តែមកសន្ទុះឡាគឺភ្ញាក់វិញររឿងខ្លាំងមែនតើយំឡើងហើមភ្នែកឲ្យនៅជាមួយប៉ាលួងមិនក៏អត់បាត់ដែរអញ្ចឹងអាកេងហើយភ្ញាក់វិញម៉ែនេះនិយាយពីថារត់ឡើងរត់ចុះតម្រាំតបានហើយនឹងអូយឡើងចង់ណានណៃហ្មងហើយមិនថ្ងៃអីលោកអើយយប់ទៀតរត់ទៅរត់មកសណាងហើយជាងនៅចិត្តផ្ទះហ៎បើសិនជាជាងនៅឆ្ងាយផ្ទះអីក៏គ្មានបានធ្វើដែរអញ្ចឹងមែនណាអ្នកមានកូនតូចគ្រាន់តែចង់ស្អាតក៏មានសម្ពាធដែរមិនមែនថាបខំទៅណាអីទេបងប្អូនណាដោយសារតែសក់ក្បាលនេះវាពិបាកមើលខ្លាំងពេកព្រោះដោយសារតែវាអត់សូវមានទម្ងន់អត់សូវអីចឹងទៅគ្រាន់តែចង់អ៊ុតឲ្យវាមានទម្ងន់មានអីខ្លះពួកអីវារៀងសុពីងសពងសបើមកពួកអីអត់សូវបានថែគ្នាណាមួយតាំងពីសម្រាប់កូនហើយនិយាយពីថារឿងជ្រុះវិញបាញ់ចៃទេទាំងក្តាប់អ៊ុតសក់រួចអីរួចហ្នឹងមកដល់ផ្ទះវិញម៉ោងឡើង2 10កន្លះជិះទៅជិះម៉ូតូមកម្នាក់ឯងតាមខ្នល់បងប្អូនហើយសំបីតែឆ្កែមួយក្បាលក៏អត់មានដែរព្រឺឆ្អឹងខ្នងខ្ញាក់តស៊ូណាតម្រាំតបានប៉ុណ្ណឹងមិនធម្មតាណាសំខាន់ណាពេលដែលជីដល់ពាក់កណ្ដាលផ្លូវហ្នឹងម៉ូតូដាច់ភ្លើងទៀតមកដល់ផ្ទះវិញងូតទឹកងូតអីហើយម៉ោង2 10ជាងហើយនៅប្រុកប្រាជ្ញអីជាមួយប្តី4 10នាទីទៀតអីជិះទៅឡើងម៉ោង1បានគេមានប្រុកប្រាជ្ញអីច្រើនទេគ្រាន់ប្តីខ្ញុំគាត់ឆ្ងល់ថាមិនបានខ្ញុំអ៊ុតសក់លឿនម៉ែពួកអីមុនណាគាត់ធ្លាប់ឃើញគេអ៊ុតអីចឹងទៅយូរមួយថ្ងៃវល់ល្ងាចហើយដល់យប់ទៀតអីក៏មានដែរខ្ញុំក៏ប្រាប់គាត់ថាប្រហែលជាគេអ៊ុតត្រង់ក៏មានទឹកទី1ទឹកទី2អីអញ្ចឹងណាប៉ុន្តែដោយសក់ខ្ញុំនេះគឺខ្ញុំអ៊ុតសេរ៉ូមធម្មតាទេតែមកទឹកទេនិយាយទៅអត់យូរប្រហែលទេ